ធម៌ដែលកូនណាត្រូវមានទៅកាន់ឪពុកម្ដាយដែលនៅក្នុងបេដកលេខ19ទំព័រទី85ហ្នឹងមានបញ្ជាក់សម្ដែងថាកូនហ្នឹងត្រូវទំនុកបម្រុងមាតាបិតាហ្នឹងដោយហេតុ5យ៉ាងណាញាតិញោមណាកូនហ្នឹងត្រូវទំនុកបម្រុងមាតាបិតាដោយស្ថាន5យ៉ាងស្អីខ្លះ5យ៉ាងហ្នឹងគុណចាស់ហើយណាទី1ហ្នឹងកូនហ្នឹងត្រូវដឹងថាអាត្មាអញបើសិនជាមាតាបិតាហ្នឹងគាត់បានចិញ្ចឹមណែថែរក្សាមកហើយតាំងពីតូចក្រូចឆ្មាមករហូតដល់ធំពេញវ័យដឹងក្តីចេះរកស៊ីអីមកបានលុយបានកាក់មកហើយកូនហ្នឹងត្រូវមានតួនាទីមួយគឺថាអាត្មាអញត្រូវតែចិញ្ចឹមគាត់វិញណាញោមណាត្រូវចិញ្ចឹមឪពុកម្ដាយត្រូវចិញ្ចឹមមាតាបិតានោះវិញទោះបីមាតាបិតាហ្នឹងគាត់មានលុយកាក់ច្រើនក្តីមាតាបិតាហ្នឹងគាត់ក្រលំបាកតោកយ៉ាក្តីគឺថាយើងជាកូនហ្នឹងគឺថាត្រូវតែចិញ្ចឹមគាត់វិញណាញោមណាឧបមាថាមាតាបិតាហ្នឹងគាត់ណាអ្នកធូធាដែរលុយកាក់គាត់នៅផ្ទះជួលក៏មានណាលុយកាក់ហ្នឹងក៏សល់ច្រើនហ្នឹងយើងមិនបានទំនុកបម្រុងគាត់ដោយជាលុយជាកាក់តែយើងក៏ត្រូវទំនុកបម្រុងគាត់ជាការមើលថែណាញោមណាជាការមើលថែជាការយល់ចិត្តយល់ថ្លើមគាត់ណាយល់យើងកុំឲ្យគាត់ណាពិបាកចិត្តកុំឲ្យគាត់នឹងមានវិបត្តិផ្លូវចិត្តព្រោះតែកូននឹងមិនស្ដាប់បង្គាប់ព្រោះតែកូននឹងជាកូនមិនល្អលុយចាយមិនខ្វះទេព្រះអង្គហើយណាញោមខ្លះគាត់ថាចឹងលុយចាយលុយកាក់អីមិនខ្វះទេព្រះអង្គតែខ្វះតែម្យ៉ាងគឺកូននឹងវាមិនដឹងគុណញោមឡាថាចឹងកូនមិនដឹងគុណកូននឹងមិនយកចិត្តទុកដាក់កូននឹងមិនមើលថែញោមមែនទេលុយកាក់មាសប្រាក់មានច្រើនតែបើសិនជាខ្វះការមើលថែពីសាច់ញាតិពីបងប្អូនពីកូនពីចៅហ្នឹងគឺថាសេចក្តីសុខក្នុងផ្លូវចិត្តរបស់គាត់ហ្នឹងក៏អត់មានដែរញាតិញោមតន់ណាអត់មានទេអញ្ចឹងបានថាទោះបីមានលុយកាក់ច្រើនតែសំខាន់ហ្នឹងគឺអ្នកដែលនៅក្បែរអ្នកដែលនៅចិត្តហ្នឹងគឺថាចេះយល់ចិត្តយល់ថ្លើមណាចេះមើលការខុសត្រូវហ្នឹងគាត់សប្បាយចិត្តណាញោមណាគាត់សប្បាយចិត្តនៅក្នុងនាមជាម៉ែជាឪនៅក្នុងនាមជាឪពុកជាម្ដាយហ្នឹងគឺថាសប្បាយចិត្តណាទោះបីកូនហ្នឹងមិនឲ្យលុយកាក់គាត់មកចាយក៏ដោយព្រោះគាត់មានសល់ច្រើនដែរសល់ដីស្រែសល់មាសប្រាក់អីមកច្រើនដែរក៏មករកកាលពីក្មេងមកអ្នកធូធាដែរចឹងបាច់ចាំឲ្យម៉ែចាយក៏បានតែសុំមួយយ៉ាងគឺត្រូវចេះមើលថែពេលដែលម៉ែចាស់ទៅពេលដែលម៉ែហ្នឹងទរុនតរីទៅដើរកោងខ្នងអីជួនកាលចង់ដើរហើរដែរតែពិបាកដើរអញ្ចឹងកូនហ្នឹងក៏រុញអាទះតែម៉ែហ្នឹងមើលទិដ្ឋភាពទេសភាពខាងក្រៅខ្លះអញ្ចឹងទៅណាញោមណាឲ្យគាត់ហ្នឹងបានឃើញគេឃើញឯងស្លាស់មុខស្លាស់មាត់ណាអញ្ចឹងណាហ្នឹងក៏ប្លែកយ៉ាងទៅដែរណាញោមណាហ្នឹងបើសិនជាឪពុកម្ដាយហ្នឹងគាត់ជាអ្នកធូធាគាត់ហ្នឹងជាអ្នកមានលុយមានកាក់ច្រើនក៏ប៉ុន្តែបើសិនជាឪពុកម្ដាយហ្នឹងគាត់ហ្នឹងក្រខ្សត់លំបាកតោកយ៉ាគ្មានលុយគ្មានកាក់គ្មានទាំងអាហារហូបណាគ្រប់គ្រាន់អញ្ចឹងយើងជាកូនហ្នឹងត្រូវតែទំនុកបម្រុងគាត់វិញព្រោះដាច់ខាតញោមមិនគួរតែត្រូវតែទេគឺថាដាច់ខាតកូនហ្នឹងត្រូវតែមើលថែម៉ែឪហ្នឹងទៅមកព្រោះគាត់ខំចិញ្ចឹមគាត់ខំមើលថែយើងមកហត់នឿយហ្នឹងក៏ច្រើនណាញោមលះបង់ពេលវេលាហ្នឹងក៏ច្រើនអញ្ចឹងយើងជាកូនហ្នឹងគួរណាស់តែមើលថែគាត់វិញហ្នឹងឲ្យបានល្អណាញោមណាកុំឲ្យគាត់ខ្នក់ចិត្តកុំឲ្យគាត់អន់ចិត្តកុំឲ្យគាត់មិនសប្បាយចិត្តព្រោះតែយើងជាកូននឹងមិនដឹងគុណស្រ័យគាត់មិនទំនុកបម្រុងគាត់នឹងអត់ល្អទេណាញោមណាចឹងយើងជាកូននឹងគួរណាស់តែប្រឹងប្រែងមើលថែគាត់ឲ្យបានល្អណាញោមណាមើលថែគាត់ឲ្យបានល្អទំនុកបម្រុងគាត់នឹងឲ្យបានច្រើនចឹងទៅនឹងគាត់ជាម៉ែជាឪនឹងក៏សប្បាយចិត្ត
ហើយការទំនុកបំរុងម៉ែឪទៅតាមសមត្ថភាពទៅតាមលទ្ធភាពរបស់យើងអញ្ចឹងទៅណាញោមណាមិនមែនថាការទំនុកបំរុងហ្នឹងវាត្រូវតែឲ្យលុយឲ្យកាក់ទេថាអត់ទេទំនុកបំរុងក្នុងទីនេះគឺថាការមើលថែគាត់ពួកច្បាច់គាត់អានេះឲ្យបានល្អប្រសើរអីចឹងទៅគក់ច្បាច់គាត់ឲ្យបានល្អប្រសើរមើលថែគាត់ឲ្យបានល្អឲ្យតែយើងជាកូនហ្នឹងមើលថែម៉ែឪបានល្អទោះបីយើងមិនបានជន់ជាលុយជាកាក់ដល់គាត់ព្រោះតែយើងនឹងវាអត់ដែរណាក៏គាត់ឃើញតែសប្បាយចិត្តព្រោះអីព្រោះថាយើងជាកូននឹងបានបំពេញកាតព្វកិច្ចតួនាទីល្អគឺមើលការខុសត្រូវម៉ែឪហ្នឹងឲ្យបានល្អអញ្ចឹងយើងមើលថែគាត់ទៅណាញោមណាឲ្យបានល្អធ្វើយ៉ាងម៉េចបែបម៉េចហ្នឹងគឺថាទំនុកបំរុងគាត់ទៅព្រោះគាត់នឹងក៏ចាស់អត់ទៅហើយមិនដឹងទៅនៅឃើញមុខកូនប្រហែលឆ្នាំប្រហែលខែអីទៀតអត់ដឹងទេញោមមែនទេអត់ដឹងសោះអញ្ចឹងមានតែយើងនឹងឯងប្រឹងប្រែងទំនុកបំរុងមើលការខុសត្រូវគាត់ចាំគាត់ឲ្យបានល្អគឺគាត់សប្បាយចិត្តញោមតើណាគាត់សប្បាយចិត្ត